បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីទូនាទីតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាយើងសួរថាផលប្រយោជន៍នៅក្នុងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះវាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះប៉ុណ្ណាហើយមានមតិជាច្រើនគេតែងតែលើកឡើងថាការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសហ្នឹងមិនផ្ដល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជានិងជាពិសេសហ្នឹងគឺការវិនិយោគពីចិននេះគឺជាបរិបទមួយដែលគេតែងតែលើកនៅក្នុងការពិភាក្សានៅក្នុងវត្តមាននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជានៅក្នុងថ្ងៃនេះគឺខ្ញុំចង់បង្ហាញជាការស្រាវជ្រាវជាក់លាក់មួយដើម្បីឲ្យបងប្អូនយកទៅពិចារណាថាតើទូនាទីនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាបានចូលរួមចំណែកប៉ុណ្ណានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឬក៏ការវិនិយោគឬក៏ការបង្កើតការងារឬក៏ការនាំចេញឬក៏ចូលរួមនៅក្នុងខ្សែចង្វាក់នៃការផ្គត់ផ្គង់ទំនិញរបស់កម្ពុជានឹងកម្រិតណាអញ្ចឹងនៅក្នុងបរិបទនេះគឺខ្ញុំលើកឡើងជាការស្រាវជ្រាវជាក់លាក់មួយដើម្បីបង្ហាញឲ្យបងប្អូនបានយល់បើមិនជាយើងនិយាយពីរឿងគោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺគាត់មកវិនិយោគនោះគាត់នឹងអាចទទួលបានផលប្រយោជន៍3ធំអញ្ចឹងផលប្រយោជន៍3នោះទី1នោះគឺតំបន់សេដ្ឋកិច្ចពិសេសនោះគឺផ្ដល់ផលឲ្យគាត់នឹងអាចគេហៅថាការទទួលបាននៅសេវាច្រកចេញចូលតែមួយគេហៅ one stop service អញ្ចឹង one stop service ហ្នឹងគឺអ្នកវិនិយោគគេមកគេអាចចុះបញ្ជីទទួលបាន license ហើយគេចាប់ផ្ដើមនៅក្នុងការវិនិយោគរបស់គេឬក៏ការសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាភាពអំណោយផលចំណុចទី1ទី2នោះគឺហេដ្ឋារចនាសម្ព័ន្ធយើងដឹងថាក្រៅពីតំបន់សេដ្ឋកិច្ចពិសេសគឺអ្នកវិនិយោគគាត់តែងតែរអ៊ូរទាំរឿងថ្លៃភ្លើងឬក៏ផ្នែក logistics ឬក៏ផ្នែកពាក់ព័ន្ធផ្សេងៗនេះដែលធ្វើឲ្យចំណាយនៃការធ្វើអាជីវកម្មរបស់គាត់នឹងមានកម្រិតមួយខ្ពស់ប៉ុន្តែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយើងផ្ដល់ផលគេហៅថាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទៅនឹងអ្នកវិនិយោគនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគេហៅថាមានទឹកភ្លើងឬក៏ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុននឹងមានប្រសិទ្ធភាពទី3នោះគឺគេហៅថាគាត់អាចសហប្រតិបត្តិការជាមួយនឹងភាគីដែលពាក់ព័ន្ធហើយភាសាគេហៅថាភាសាសេដ្ឋកិច្ចថា economy of scale អញ្ចឹងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះគឺមានអ្នកវិនិយោគជាច្រើនដែលគាត់កំពុងតែវិនិយោគនៅក្នុងហ្នឹងហើយគាត់អាចនឹងគេហៅថាការដោះដូរពាណិជ្ជកម្មឬក៏ការទិញវត្ថុធាតុដើមឬក៏ការទិញផលិតផលសម្រាប់នានាហ្នឹងពីគ្នាទៅវិញទៅមកហ្នឹងគេហៅថាជាដំណើរការនៅក្នុងគេហៅថាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមរយៈនៅក្នុងការចែកឬក៏ការផ្ទេរធនធានរវាងគ្នាទាំងគ្នាដើម្បីឆ្លុះបញ្ចាំងអំពីកំណើននៃការនាំចេញនៅបណ្ដាក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗហ្នឹងនេះគឺជាបរិបទឬក៏ផលប្រយោជន៍ទាំងអស់ហ្នឹងហើយបើសិនជាប្រទេសកម្ពុជាគេហៅថាអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើនគឺអនុញ្ញាតឲ្យមានគេហៅថាការវិនិយោគនឹងកាន់តែច្រើនហើយការនាំចេញក៏កាន់តែច្រើនដែរអញ្ចឹងបើសិនជាយើងមើលលើកឧទាហរណ៍នៅក្នុងឆ្នាំ2026យើងនិយាយថាខែមេខែឧសភាខែ5នៅក្នុងបាយការណ៍របស់គណៈកម្មការវិនិយោគកម្ពុជានៅក្នុងរយៈពេល5ខែនៅក្នុងឆ្នាំ2026នោះគឺតំបន់សេដ្ឋកិច្ចពិសេសនេះមានច្រើនប៉ុន្តែកំពុងប្រតិបត្តិការនោះគឺមានចំនួន39ហើយដែលបានបង្កើតការងារចំនួនប្រមាណជា250,000កន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសណាអញ្ចឹងក្រៅតំបន់សេដ្ឋកិច្ចពិសេសផ្សេងហើយនៅក្នុងគម្រោងដែលអ្នកវិនិយោគកំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅក្នុងប្រទេសកម្ពុជានោះគឺមានគម្រោងវិនិយោគចំនួន1080បាទ1080គម្រោងវិនិយោគដែលសមាមាត្រទៅនឹងទុនវិនិយោគប្រមាណជាជិត$14,000 លានអញ្ចឹងតួលេខជាក់ស្ដែងគឺ$8,000 លានសហរដ្ឋអាមេរិកនេះគឺជាទំហំនៃចំនួនគម្រោងវិនិយោគហើយនឹងទឹកប្រាក់ដែលបានកំពុងតែវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាទាំងអស់អញ្ចឹងបើសិនជាយើងគិតរយៈពេលឆ្នាំ2025នៅក្នុងមួយឆ្នាំពេញឆ្នាំ2025ហ្នឹងគឺមានគម្រោងវិនិយោគចំនួន227គម្រោងវិនិយោគដែលសមាមាត្រទៅនឹងទឹកប្រាក់$2,181 លានសហរដ្ឋអាមេរិកនេះគឺជាទឹកប្រាក់ដែលបណ្ដាក្រុមហ៊ុននានាដែលគាត់កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាផលប្រយោជន៍ដែលគាត់ទទួលបាននៅគេហៅថាផលប្រយោជន៍3សំខាន់ហ្នឹងគាត់ចាប់អារម្មណ៍មកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ុន្តែមានការសិក្សាស្រាវជ្រាវដោយគេហៅថា CSIS កាលពីឆ្នាំ2026ហ្នឹងគេលើកឡើងថាការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹងអត់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទេនឹងការសិក្សារបស់ CSIS ហ្នឹងពាក្យពេញថាមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិរបស់សហរដ្ឋអាមេរិកគេបានលើកឡើងបែបហ្នឹងជាពិសេសគឺការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយប្រទេសចិនអញ្ចឹងបើសិនជាយើងមើលក្នុងបណ្ដាអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺយើងមើលមានខេត្តដែលសម្បូរទីកន្លែងតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនោះគឺស្វាយរៀងហើយនឹងខេត្តបេសីហនុអញ្ចឹងស្វាយរៀងមាន13កន្លែងហើយសីហនុមាន14កន្លែងហើយនៅក្នុងនឹងក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ហ្នឹងគឺមាន11តំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយចិននេះគឺជាបរិបទមួយដែលខ្ញុំចង់រំលេចប្រាប់បងប្អូនដែលជាមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិរបស់សហរដ្ឋអាមេរិកនឹងគេរិះគន់ថាការវិនិយោគគេហៅថាវិនិយោគពីអ្នកវិនិយោគចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះអត់ផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដល់គេហៅ
ហៅថាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុន្តែបើសិនជាយើងមើលពីទូនាទីក្រៅពីផលប្រយោជន៍ទៅ3ដូចដែលខ្ញុំបញ្ជាក់ខាងដើមហ្នឹងទូនាទីនៃតំបន់សេដ្ឋកិច្ចពិសេសហ្នឹងនៅពេលដែលគេចូលមកហ្នឹងគឺគេហៅថាគាត់អាចនឹងតាក់ទាញនៅក្នុងការវិនិយោគការបង្កើតការងារចំណូលហើយនាំចេញនេះគឺជាផលប្រយោជន៍អញ្ចឹងនៅពេលដែលប្រទេសកម្ពុជាទទួលបាននៅការវិនិយោគការងារឬក៏ចំណូលឬក៏ការនាំចេញហ្នឹងក្រៅពីហ្នឹងក៏យើងទទួលបាននៅគេហៅថាការពង្រឹងជំនាញឬក៏ការធ្វើបច្ចុប្បន្នភាពជំនាញឬក៏ធ្វើឲ្យជំនាញហ្នឹងកាន់តែប្រសើរឡើងកាន់តែរីកចម្រើនឡើងឬក៏ការផ្ទេរបច្ចេកវិទ្យាអីទាំងអស់ហ្នឹងហើយឬក៏ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចហ្នឹងជាបណ្ដុំនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាដែលបម្រើឲ្យសកម្មភាពនៃការនាំចេញហើយទាំងអស់ហ្នឹងហើយវាភ្ជាប់ទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់របស់កម្ពុជាណាខ្សែចង្វាក់ផ្គត់ផ្គង់របស់កម្ពុជាមានន័យថានៅពេលដែលប្រទេសកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារពិភពលោកហ្នឹងហើយទូនាទីនៃតំបន់សេដ្ឋកិច្ចពិសេសហ្នឹងផលិតហើយនាំចេញទៅកាន់ទីផ្សារនានានៅលើពិភពលោកនេះគឺជាផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈនៃទូនាទីនៃកំណើនតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាជាងការរិះគន់របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិហ្នឹងគាត់ថាមិនផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុន្តែបើសិនជាយើងមើលពីផលប្រយោជន៍ទាក់ទងទៅនឹងការភ្ជាប់ទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញរបស់កម្ពុជាទៅលើពិភពលោកដែលចេញមកពីតំបន់សេដ្ឋកិច្ចពិសេសហ្នឹងបើយើងមើលតួលេខកាលពីឆ្នាំ2025យើងមើលកាលពីឆ្នាំ2025ហ្នឹងគឺការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺមានតម្លៃ$8,000 លានជាង$8,000 លានសហរដ្ឋអាមេរិកបើសិនជាយើងលេខមូលតាក់ស្ដែងហ្នឹងគឺ$8,196 លានសហរដ្ឋអាមេរិកនៅកាលពីឆ្នាំ2025ហើយតំណាងឲ្យ26% នៃការនាំចេញសរុបរបស់ប្រទេសកម្ពុជាហ្នឹងគឺគេហៅថា1/4ដែរអញ្ចឹងបានមកពីតំបន់សេដ្ឋកិច្ចពិសេសដោយឡែកបើសិនយើងមើលក្នុងរយៈពេល5ខែក្នុងឆ្នាំ2026ហ្នឹងការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមានតម្លៃ$4,000 លានសហរដ្ឋអាមេរិកបើសិនជាគិតគម្រោងវិនិយោគមានគម្រោងវិនិយោគចំនួន50គម្រោងវិនិយោគដែលសមាមាត្រទៅនឹងតម្លៃ$7,800 លានសហរដ្ឋអាមេរិកអញ្ចឹងបើធៀបទៅនឹងរយៈពេល5ខែក្នុងឆ្នាំ2026ហ្នឹងការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសហ្នឹងមានចំណែករហូតដល់28% នៃការនាំចេញសរុបរបស់កម្ពុជាអញ្ចឹងបើយើងមើលពីទូនាទីនៃតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទី1គឺបង្កើតការងារអញ្ចឹងនៅពេលដែលបង្កើតការងារប្រជាពលរដ្ឋគាត់មានចំណូលទោះបីជាអ្នកវិនិយោគពីណាក៏ដោយពីជប៉ុនក៏ដោយពីចិនក៏ដោយឬក៏ពីប្រទេសនានាក៏ដោយនៅពេលដែលគាត់វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសគាត់បង្កើតការងារហើយបន្តមកគឺនៅពេលដែលគាត់បង្កើតការងារគាត់ពង្រឹងនៅក្នុងសកម្មភាពផលិតនៅពេលដែលផលិតកាន់តែច្រើនយើងបរិមាណនៃការនាំចេញកាន់តែច្រើនដែលប្រទេសកម្ពុជាទទួលបានចំណូលពីអត្ថប្រយោជន៍នៃពន្ធឬក៏ពន្ធគយជាដើមនោះដែលជាចំណូលថវិកាជាតិដែលបានមកពីការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសអញ្ចឹងនៅពេលដែលប្រទេសកម្ពុជាមានយន្តការក្នុងការទាក់ទាញនៃអ្នកវិនិយោគជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវាជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍចំណូលរបស់រដ្ឋាភិបាលតាមរយៈនៃពន្ធគយពីកំណើននៃការនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហើយនឹងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជានេះបាទនេះគឺជាតួលេខជាក់ស្ដែងមួយដែលខ្ញុំចង់បញ្យល់អំពីតួនាទីនៃតំបន់សេដ្ឋកិច្ចពិសេសទោះបីជាអ្នកវិនិយោគមកពីណាក៏ដោយពីចិនក៏ដោយពីជប៉ុនក៏ដោយពីប្រទេសនានាក៏ដោយហ្នឹងតួនាទីរបស់គាត់ហ្នឹងតួនាទីរបស់អ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាការភ្ជាប់នៃទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកហើយប្រទេសកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ទាំងការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននោះបាទសាកលវិទ្យាល័យទួនហ្វាផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញសក្តានុពលនានាដូចជាផ្នែកភាសាចិនការគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុនិងធនាគារការគ្រប់គ្រងធនធានមនុស្សទីផ្សារវិស្វកម្មស្ថាបត្យកម្មនិងផ្នែកជាច្រើនទៀតការសិក្សានៅសាកលវិទ្យាល័យជាមួយសាស្ត្រាចារ្យជំនាញនិងបរិក្ខារទំនើបនិស្សិតនឹងទទួលបានចំណេះដឹងនិងជំនាញពិតប្រាកដរួមជាមួយសមត្ថភាពភាសាចិនដែលទទួលស្គាល់កម្រិតជាតិនិងតំបន់បន្ថែមពីនេះសាកលវិទ្យាល័យមានអន្តេវាសិកដ្ឋានហើយនិស្សិតមានឱកាសទស្សនកិច្ចសិក្សាបន្តការសិក្សានៅប្រទេសចិនចុះកម្មសិក្សានិងស្វែងរកបទពិសោធន៍ការងារជាមួយស្ថាប័នដៃគូនានាសាកលវិទ្យាល័យទួនហ្វាថ្នាក់ឧត្តមសិក្សាអប់រំស្រាវជ្រាវនិងនវានុវត្តន៍នៅកម្ពុជា